សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពគិតចាប់តាំងពីបទឈប់បាញ់លើកទី2ចូលជាធរមានកាលពីថ្ងៃ27ខែធ្នូឆ្នាំ2025មកដល់បច្ចុប្បន្នគ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយបានផ្ញើកំណត់ទូតចំនួន9លើកហើយទៅកាន់ភាគីថៃដើម្បីស្នើសុំរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ GBC កម្ពុជាថៃនឹងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅក្រៅពីនោះគណៈកម្មការ GBC ភាគីកម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ាចំនួន32លើកចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃដែលនៅលើទីតាំងដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជាហើយបើគិតចាប់តាំងពីបទឈប់បាញ់លើកទី1ដែលចូលជាធរមាននៅថ្ងៃ28ខែកក្កដាឆ្នាំ2025រហូតមកទល់បច្ចុប្បន្នកំណត់ទូតតវ៉ារបស់គណៈកម្មការ GBC ភាគីកម្ពុជាប្រឆាំងទៅនឹងការរំលោភបំពានរបស់ភាគីថៃមានរហូតដល់ទៅ42លើកជាឱកាសនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិម្ដងទៀតថាការតវ៉ាជាផ្លូវការមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួនលិខិតតវ៉ាផ្លូវការនេះគឺជាឯកសារដែលមានតម្លៃគតិយុត្តមិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឲ្យស្ថិតនៅជាធរមាននេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយពីព្រោះការតវ៉ានេះគឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីស្របតាមយន្តការច្បាប់រីឯសំណើរបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃនឹងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងគឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃចុះថ្ងៃទី22ខែតុលាឆ្នាំ2025នឹងយោងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ត្រង់ចំណុចទី3ដែលផ្ដល់អត្ថប្រយោជន៍ខ្ពស់បំផុតដល់គណៈកម្មការ GBC ភាគីទាំងពីរក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែងឲ្យបានឆាប់បំផុតដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញក្នុងពេលដ៏ឆាប់ដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរជ្រាបឱកាសនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកជូនបងប្អូនជនរួមជាតិឡើងវិញអំពីខ្លឹមសារចំណុច3នៃសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025ដែលចែងថាភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់ទូនីតិឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននៅស្ថិរភាពសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងរាប់បញ្ចូលទាំងសុវត្ថិភាពពីការជន់មីនភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់បំផុតចំពោះការវាស់វែងនិងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅនេះគឺជាចំណុចដ៏សំខាន់ដែលភាគីទាំងពីរបានឯកភាពគ្នាហើយដែលមានចែងច្បាស់ក្នុងសេចក្តីប្រកាសរួមស្តីពីវិធានការកាត់បន្ថយភាពតានតឹងហើយដែលភាគីកម្ពុជាតែងតែជំរុញឲ្យអនុវត្តជាបន្តបន្ទាប់ប៉ុន្តែរហូតមកដល់ពេលនេះភាគីថៃស្នើសុំពន្យាពេលរហូតក្រោមហេតុផលបញ្ហាផ្ទៃក្នុងរបស់ខ្លួន
ខណៈដែលសកម្មភាពនានាត្រូវបានធ្វើជាបន្តបន្ទាប់នៅលើទីតាំងជាក់ស្ដែងដែលខ្លួនកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្ដែង fait accompli យ៉ាងណាក៏ដោយកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃនិងសកម្មភាពបង្កើតស្ថានភាពថ្មីលើដីជាក់ស្ដែង fait accompli ដោយមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីប្រើកម្លាំងនិងការទាមទារជាឯកតោភាគីរបស់ថៃនោះឡើយអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនឡើងវិញនៅជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដែលជាជំហរច្បាស់លាស់ឥតប្រែប្រួលនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិរបស់កម្ពុជាដូចតទៅកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែUti Possibilities Juris គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកពាក់ព័ន្ធនឹងព្រំដែនសមុទ្រក្រោយពីភាគីថៃសម្រេចលុបចោល MOU ឆ្នាំ2001ជាឯកតោភាគីរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2026បានប្រកាសពីការចាប់ផ្ដើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ Compulsory Conciliation ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយនឹងប្រទេសថៃបច្ចុប្បន្នយន្តការនេះកំពុងតែដំណើរការទៅមុខដោយមានការយល់ព្រមចូលរួមពីភាគីថៃកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតពីតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិនិងការដោះស្រាយទំនាស់ដោយសន្តិវិធីដើម្បីឈានទៅរកដំណោះស្រាយដ៏ពិតប្រាកដនិងយូរអង្វែងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ